តានេះពិតជាកើតឡើងទៀតដែរមែនទេវាជាសំណើចចំអកព្រំលិខិតឬក៏ជាតេស្តវាស់ប្រព័ន្ធយុត្តិធម៌នៅសង្គមខ្មែរមាតុភូមិកម្ពុជាដ៏ស្រស់ថ្លាខ្ញុំហើយតើហេតុអ្វីពេលដែលមានខ្មាំងឈ្លានពានដែនដីឲ្យនោះហេតុអ្វីបានជាអ្នកខ្លះដែលជាកោសិកាមានសក្តានុពលមួយរូបសម្រាប់សង្គមនេះបែរជានាំឲ្យអាប់អោនដល់ជាតិយ៉ាងដូច្នោះទៅវិញគ្រោះថ្នាក់ចរាចរណ៍កាលពីម្សិលមិញនេះគឺវាដូចជាពេកហើយសម្រាប់ខ្ញុំផ្ទាល់គឺពិបាកទទួលយកមែនទែនវាជាការប្រមាថវាជាការស្រវឹងវាជាការប្រងើយកន្តើយហើយវាជាការអាងនៅពេលដែលបុរសជាអ្នកបើកបរបង្កហេតុហើយចេញមកពាក់វ៉ែនតាខ្មៅនិយាយទូរស័ព្ទយ៉ាងរំភើយផាយផាត់ស្របពេលដែលឡានរបស់ខ្លួនកិនម៉ូតូនៅជាប់ក្រោមឡានហើយមានក្មេងស្រីម្នាក់កំពុងតែដេកស្លាប់នៅក្បែរម្ដាយកំពុងតែរងគ្រោះយ៉ាងធ្ងន់នោះវាមិនមែនគ្រាន់តែជារូបភាពនៃគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយប៉ុណ្ណោះទេក៏ប៉ុន្តែវាជារូបភាពដែលឆ្លុះបញ្ចាំងអំពីបញ្ហាសង្គមដ៏ជ្រាលជ្រៅនៅក្នុងប្រទេសកម្ពុជាហើយរឿងនេះវាមិនមែនទើបតែកើតឡើងនោះទេវាជារឿងដដែលហើយកើតចេញជាសំណួរសួរថាតើប្រព័ន្ធយុត្តិធម៌របស់កម្ពុជាយើងនេះពិតជាដំណើរការដោយស្មារតីសម្រាប់មនុស្សគ្រប់គ្នាដែរឬទេការដែលអ្នកបើកបរចេញមកមិនបង្ហាញភាពភ័យខ្លាចឬសោកស្ដាយក្រោយបន្ទាប់អំពីបង្កហេតុគឺជារឿងដែលគួរឲ្យអាម៉ាស់វាបង្ហាញឲ្យឃើញថាមនុស្សមួយចំនួននៅក្នុងសង្គមយើងនេះយល់ថាពួកគេអាចឈរនៅពីលើច្បាប់បានដោយសារតែភាពមានអំណាចរបស់ខ្លួនហើយរឿងរ៉ាវនេះមិនមែនជារឿងថ្មីនោះទេយើងធ្លាប់បានឃើញអំពីព្រឹត្តិការណ៍ជាច្រើនហើយដែលអ្នកមានអំណាចឬមនុស្សដែលមានប្រជាប្រិយភាពនៅលើបណ្ដាញសង្គមបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យអ្នកដទៃស្លាប់ប៉ុន្តែពួកគេច្រើនតែរួចខ្លួនឬទទួលបានការផ្ដន់ទោសយ៉ាងស្រាលទៅវិញការដែលយុវជននៅក្នុងរូបភាពនេះជាតារាល្បីតាមបណ្ដាញសង្គម Facebook និងមានទំនាក់ទំនងជិតស្និទ្ធជាមួយ influencer ល្បីធ្វើឲ្យមានការសង្ស័យកាន់តែខ្លាំងថាតើគាត់នឹងទទួលបានយុត្តិធម៌ដែរឬទេករណីដែលកំពុងតែធ្វើឲ្យមហាជនឈឺចាប់នេះតាមព័ត៌មាននិងការចោទប្រកាន់ដែលកំពុងត្រូវបានលើកឡើងគឺមានក្មេងស្រីម្នាក់បានបាត់បង់ជីវិតខណៈដែលម្ដាយរបស់នាងកំពុងតែរងរបួសយ៉ាងធ្ងន់ធ្ងរជាទីបំផុតប្រសិនបើការស៊ើបអង្កេតបញ្ជាក់ថាគ្រោះថ្នាក់នេះបណ្ដាលមកពីការបើកបរដោយការធ្វេសប្រហែសឬការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនោះវាមិនគួរត្រូវបានចាត់ទុកជាការគ្រោះថ្នាក់ធម្មតាឡើយសំណួរដ៏ឈឺចាប់បំផុតគឺតើនរណានឹងទទួលខុសត្រូវចំពោះជីវិតដែលបានបាត់បង់ទៅហើយប្រសិនបើរាយការណ៍អំពីអាកប្បកិរិយារបស់អ្នកបើកបរបន្ទាប់អំពីហេតុការណ៍នេះជាការពិតហើយមិនបង្ហាញអំពីភាពតក់ស្លុតការសោកស្ដាយឬការយកចិត្តទុកដាក់ចំពោះជីវិតដែលបានបាត់បង់ទេនោះវាជារឿងដែលសង្គមគួរតែសួរយ៉ាងធ្ងន់ធ្ងរព្រោះនៅពីក្រោយគ្រោះថ្នាក់មួយមិនមែនគ្រាន់តែជារឿងជួសជុលនោះទេនៅពីក្រោយវាមានម្ដាយម្នាក់ដែលបានបាត់បង់កូនប្រសិនបើអ្នកបានបាត់បង់ជីវិតកូនរបស់អ្នកវិញតើអ្នកនឹងទទួលបានការដោះស្រាយយ៉ាងដូចម្ដេចឬគ្រាន់តែជាការសងលុយនោះទេលុយអាចសងការខូចខាតបានក៏ប៉ុន្តែមិនអាចទិញយកនៅអាយុជីវិតមនុស្សស្លាប់ឲ្យរស់ឡើងវិញបាននោះទេសំណងជាទឹកប្រាក់អាចជាផ្នែកមួយនៃការទទួលខុសត្រូវតាមផ្លូវច្បាប់ក៏ប៉ុន្តែលុយមិនអាចជំនួសជីវិតមនុស្សបានឡើយលុយអាចបង់ថ្លៃព្យាបាលលុយអាចជួយគ្រួសារដែលរងគ្រោះប៉ុន្តែលុយមិនអាចឲ្យជីវិតកូនម្នាក់នាងនោះត្រឡប់មកវិញបាននោះទេហេតុនេះហើយបានជាសង្គមត្រូវការច្បាប់មិនត្រូវបានការលើកឡើងដើម្បីដាក់ទោសតែអ្នកក្រីក្រហើយបើកទ្វារឲ្យអ្នកមានលុយគេចផុតពីការទទួលខុសត្រូវនោះឡើយនេះគឺជាការតេស្តវាស់សមត្ថភាពរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាតើយើងនឹងអនុញ្ញាតឲ្យអ្នកមានអំណាចនិងលុយកាក់បន្តរំលោភច្បាប់និងបង្កគ្រោះថ្នាក់ដល់ជីវិតអ្នកដទៃដោយមិនមានទោសពៃដែរឬទេតើយើងនឹងបន្តឃើញនៅការបែងចែកបណ្ណៈនៅក្នុងការអភិវឌ្ឍនៅក្នុងការអនុវត្តច្បាប់ដែរឬទេតើភាពល្បីល្បាញអាចក្លាយជាខែលការពារពីច្បាប់បានដែរឬទេប្រសិនបើបុគ្គលណាម្នាក់មានលុយមានឥទ្ធិពលមានកេរ្តិ៍ឈ្មោះនៅលើបណ្ដាញសង្គមឬមានទំនាក់ទំនងជាមួយអ្នកមានឥទ្ធិពលនៅក្នុងសង្គមវាមិនគួរធ្វើឲ្យគាត់ទទួលបានសិទ្ធិពិសេសនៅចំពោះមុខច្បាប់នោះឡើយភាពល្បីល្បាញមិនមែនជាអាជ្ញាប័ណ្ណឲ្យបំពានច្បាប់នោះទេទ្រព្យសម្បត្តិមិនមែនជាសម្បត្តិរួចខ្លួនអំពីការទទួលខុសត្រូវនោះទេទំនាក់ទំនងមិនមែនជាខែលការពារពីយុត្តិធម៌នោះទេហើយអ្នកដែលមានអ្នកស្គាល់ច្រើនមិនមែនមានន័យថាជីវិតរបស់អ្នកដទៃមានតម្លៃតិចជាងជីវិតរបស់ខ្លួនឡើយ